ពីយប់3ថ្ងៃជាមួយខ្ញុំនៅ Las Vegas សហរដ្ឋអាមេរិកទាំងអស់គ្នាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅមើលទស្សនវិជ្ជានៅ Las Vegas ខ្ញុំទៅដល់ Las Vegas ហ្នឹងចេញពី LA ទៅជាប្រហែល 4-5 ម៉ោងអញ្ចឹងណាទៅដល់នោះប្រហែលជាម៉ោង 7ពួកខ្ញុំបានស្នាក់នៅសន្តាគារដែលមានឈ្មោះថា Treasure Island ហើយជាសន្តាគារផ្កាយ4មួយយប់ប្រហែលជា100ជាងអីអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយបន្តមកទៀតមិត្តភ័ក្តិរបស់ម៉ាក់ខ្ញុំគាត់បាននាំខ្ញុំទៅដើរលេងម្ដុំ Resort Casino គេនៅនឹងមានច្រើនណាតែគេជាប់គ្នាតែម្ដងអញ្ចឹងធ្វើឲ្យបងប្អូនទាំងអស់គ្នាស្រួលក្នុងការដើរលេងអញ្ចឹងណាហើយមានអីនៅនេះប្លែករបស់គេបងប្អូនទាំងអស់គ្នាគេរៀបចំបានស្អាតហើយសុវត្ថិភាពដែរនិយាយទៅទោះបីជានៅទីក្រុង Casino ក៏ដោយប៉ុន្តែខ្ញុំសង្កេតឃើញថា Las Vegas ពិតជាស្អាតនិងទំនើបដូចគេនិយាយមែននេះខ្ញុំទៅដល់ Casino មួយទៀតហ្នឹងដែលគេរៀបចំបែបនៅអ៊ីតាលីចឹងបងប្អូនទាំងអស់គ្នាស្អាតប្លែកនិយាយទៅគឺទៅដល់ហ្នឹងអ្នកដែលចូលចិត្តថតរូបគឺត្រូវតែម្ដងបងប្អូនទាំងអស់គ្នាហើយបន្តមកទៀតខ្ញុំទៅគេងនិយាយទៅអ្វីដែលខ្ញុំមើលទៅនៅ Las Vegas ហ្នឹងគឺឃើញថាម្នាក់គឺយប់ដូចថ្ងៃដូចយប់អញ្ចឹងណាហើយថ្ងៃបន្តទៀតគឺខ្ញុំទៅញ៉ាំអីសិនណាបងប្អូនទាំងអស់គ្នានេះគឺ outfit របស់ខ្ញុំ of the day ក្រៅពីខ្ញុំទៅញ៉ាំអីហ្នឹងបងប្អូនទាំងអស់គ្នាខ្ញុំចង់ណែនាំបងប្អូនទាំងអស់គ្នាមួយនៅអាមេរិកហ្នឹងអាចនិយាយបានថាម្ហូបអាស៊ីគឺឆ្ងាញ់សាហាវហ្មងណាហ្វឺម្ហូបវៀតណាមម្ហូបកូរ៉េនៅហ្នឹងគឺឆ្ងាញ់ហើយនិយាយថាម៉ាក់ខ្ញុំគឺគាត់អត់ចោលទេជាមួយនឹងទៅណាក៏ដោយគឺ shopping រហូត shopping ហើយក៏ពួកយើងបកមកញ៉ាំម្ហូបកូរ៉េនេះបងប្អូនឆ្ងាញ់សាហាវណាអញ្ចឹងនេះចង់វីដេអូខ្ញុំដល់ចប់បាយបាយ